បងប្អូនអរគ្នាពេលចាស់ទៅយើងគួរតែមានផ្ទះលំហែបែបនេះមួយត្រូវអត់យើងត្រូវតែមានក្តីសម័យត្រូវតែបង្កើតក្តីសម័យឲ្យខ្លួនឯងឲ្យបានច្រើនអញ្ចឹងបើសិនជាយើងមានក្តីសម័យហើយគោលដៅប្រកាសជាយើងអាចសម្រេចបានហើយប៉ុន្តែថ្ងៃនេះខ្ញុំមករៀបចំកាមេរ៉ាសុវត្ថិភាពព្រមទាំងព័ន្ធបណ្ដាញ Wi-Fi និងរឿងអេឡិចត្រូនិកជូនគាត់ទេឥឡូវយើងមកមើលនេះកាមេរ៉ាយើងចាំនៅណាខ្លះនេះបងប្អូនយើងមកដល់ខាងមុខនេះទន្លេឡើងស្រស់ស្អាតអូយមានផ្ទះលំហែប៉ុណ្ណេះគឺអែមសែមមែនតើតែយើងក៏កុំភ្លេចពីសុវត្ថិភាពដែរនេះបងប្អូន sensitive area យើងមានកាមេរ៉ាសុវត្ថិភាពមួយគ្រាប់នោះយើងពងដាក់កាមេរ៉ាសុវត្ថិភាពមួយគ្រាប់ហើយខាងនោះក៏មានមួយគ្រាប់ទៀតនៅខាងលើនោះក៏យើងដាក់ប្រភេទ speed zoom ឡើងធំខាងលើនោះមួយគ្រាប់ទៀតតោះយើងចូលទៅមើលខាងក្នុងអស់គ្នានេះបងប្អូនងាកមកកន្លែងនេះក៏មានកាមេរ៉ាដែរសំខាន់មែនតើមកពីទន្លេមានកាមេរ៉ាសុវត្ថិភាពហើយទៅខាងក្នុងនេះបងប្អូនកាមេរ៉ាសុវត្ថិភាពគាត់ដាក់គ្រប់ទិសហ្មងសូម្បីនៅកន្លែងនេះក៏មានប្រព័ន្ធ Wi-Fi នេះ 100G មួយគ្រាប់ឃើញមើល speed zoom អាធំនោះហើយក៏មានកាមេរ៉ាដែរអូខេបងប្អូនអរគ្នាបើសិនជាមានផ្ទះលំហែឬក៏ resort ឬក៏ផ្ទះវិឡាអីផ្សេងកុំភ្លេចសុវត្ថិភាពបងប្អូនគឺសំខាន់បំផុតហើយទី2គឺប្រព័ន្ធ Wi-Fi ត្រូវតែមាន Wi-Fi ដើម្បីប្រើ access គ្រប់ទីកន្លែង area ធំមែនតើអញ្ចឹងបើសិនជាអត់មានប្រព័ន្ធ Wi-Fi ទេយើងពិបាកក្នុងការរស់នៅដូចគ្នាព្រោះសម័យនេះគឺសម័យ digital អញ្ចឹងបើសិនជាបងប្អូនមានតម្រូវការពាក់ព័ន្ធនឹងគ្រឿងអស់ហ្នឹងយើងអាចរៀបចំជូនបាន Link Electronic នឹង provide នៅសេវាកម្មមួយដែលបងប្អូនដឹងតែពេញចិត្តស្ដោកតែម្ដង